ចំណុចសួរអ្នកនរគ្នាបាទនេះគឺជាវីដេអូដែលខ្ញុំបង្កើត thumbnail តាមទូរស័ព្ទដៃយើងអាចធ្វើ thumbnail ដាក់YouTube តាម Facebook បានណាយើងធ្វើក្នុងទូរស័ព្ទមកចុច computer ក៏បានដែរធ្វើស្អាតស្តៀងទៅនឹងតាម Photoshop ដែរបាទអញ្ចឹងយើងចុចងាយហើយវីដេអូនេះខ្ញុំធ្វើមួយសម្រាប់អ្នកនរគ្នាដែលគាត់ចង់ចេះធ្វើហើយបាទខ្ញុំនឹងបង្ហាញយ៉ាងងាយស្រួលទាំងអស់គ្នាបាទអញ្ចឹងកុំភ្លេចចុច like ចុច share ផងអ្នកនរគ្នាបាទចុច subscribe អញ្ចឹងទៅទី1គឺយើងទៅយក background ណាបើសិនអ្នកនរគ្នាចង់បានធ្វើ thumbnail YouTube យើងចូលជ្រោមយ៉ាងមកយើង download បាននេះខ្ញុំចូលចិត្តcolor ឬក៏ background ពណ៌សខ្ញុំដាក់ white background for YouTube បាទអញ្ចឹងអាហ្នឹងគឺbackground ពណ៌សអ្នកនរគ្នាអាចសេតាមខ្ញុំមកបាទហើយចុច search ទៅបាទនេះឃើញបានបាទ background ស្អាតចឹងទៅមកថា background គឺស្អាតខ្ញុំឆ្លាញ់ខ្ញុំ download យកបើយើងថាចង់បានផ្សេងទៀតយើងតាមហ្នឹងអ្នកនរគ្នាប្រើ Google Translate ក៏បានដែរបើអត់ចេះណាមកថា background ពណ៌ខៀវទៅសេឲ្យ Google Translate ឲ្យទៅបាទអញ្ចឹងខ្ញុំចូលទៅកាន់កម្មវិធីនោះវិញខ្ញុំ download background បានណានេះកម្មវិធីហ្នឹងយើង download ពី App Store មកឬក៏ Play Store មកចិត្តសញ្ញាបូកហ្នឹងអ្នកនរគ្នាបាទនេះ background ហ្នឹងមិញឃើញឃើញបានបាទហើយបន្តទៀតគឺយើងទៅយករូបភាពបាទអញ្ចឹងយករូបភាពយើងយក style ដូចបរទេសអ្នកនរគ្នាបរទេសគេចូលចិត្តដាក់រូបមុខគេបាទដើម្បីជា brand name គេអញ្ចឹងណានិមិត្តសញ្ញាគេអញ្ចឹងឲ្យឃើញរូបហ្នឹងគឺដឹងនឹកឃើញឈ្មោះ channel ហ្នឹងមកឧទាហរណ៍ខ្ញុំអញ្ចឹងខំដាក់រូបខ្លួនឯងដើម្បីអ្នកនរគ្នាឃើញមុខខ្ញុំអ្នកនរគ្នានឹកឃើញនៅសុភ័ក្រតិចហ្មងបាទអាហ្នឹងគឺគេ building brand name អញ្ចឹងអ្នកនរគ្នាកសាងគេឈ្មោះអញ្ចឹងណាចេញនេះចុចលើនេះ add image មកហើយយើងទៅយករូបភាពឡើយមកថារូបភាពមួយនេះចុះបាទនេះខ្ញុំយករូបភាពខ្ញុំណាតែរូបភាពនេះញ៉ៃតិចហីដោយសារខ្ញុំទៅកាត់ហើយតែទៅបីណាគឺខ្ញុំអាច crop វាបាននេះ crop កាត់វាចេញណាកាត់ធំហ្នឹងមកហើយខ្ញុំកាត់មកស្អាតមកហើយយើង tick មកបាទប៉ុន្តែយើងឃើញមានជាប់ background បាទជាប់ background អត់ស្អាតទេអញ្ចឹងយើងនេះ remove GB នេះអ្នកនរគ្នាដើម្បីវាដាច់ background ក្រោយឲ្យវាសនៅសខ្លួនខ្ញុំទៅទេអញ្ចឹងណាបាទនេះទៅទេបើចេះទេនោះទៅអាវដែរចាថាលេចធ្លោបាទអញ្ចឹងចុច remove BG នេះបាទហើយយើងយក remove background បាទអ្នកនរគ្នាខ្ញុំដូចជាពិបាកដែរកម្មវិធីខ្ញុំនេះខាងហ្នឹងខ្ញុំបានមកពី YouTube ដែរអ្នកនរគ្នារបៀប download កម្មវិធី PixArt Premium មកដូច free នេះអ្នកនរគ្នាស្អីបើយើងអត់ចេះ download អត់មានរូបមកកត់ហ្នឹង remove បានអ្នកនរគ្នាអាចចឹងដែរអ្នកនរគ្នាចឹងសាក់តេស្តមើល remove បើ remove បានគឺយើងទៅមើលរបៀប download កម្មវិធី PixArt Premium អីហ្នឹងអ្នកនរគ្នាបាទចឹងយើងបានឃើញបានរូបបាទបានរូបលយចឹងអានេះស៊ីសល់រឿងយើងរចនាទេអ្នកនរគ្នាអាចទៅយក logo YouTube Facebook ដូចខ្ញុំពីមុនមកអញ្ចឹងខ្ញុំរៀបចំមកហើយស្រាប់ដែរអ្នកនរគ្នាខ្ញុំ add photo ទៀតមកហើយខ្ញុំបាន download ហើយ logo Facebook YouTube អីហ្នឹងបាទនេះខ្ញុំកំពុងបាន download ទុកហើយ download ដូច background នោះមិនអញ្ចឹងបាទ download មកហើយយើងយករូបនោះមកឲ្យ add មកនេះ add ខាងលើនេះឃើញអត់នេះអញ្ចឹងយើងអាចដាក់រូបបានឃើញអត់ហើយយើងចង់ remove background យើងចុចទៅមិនទៀតមកនេះ remove BG នេះ remove background មកឲ្យវាដល់សល់តែ logo អញ្ចឹងណាបាទឃើញអត់ហើយខ្ញុំសូមឲ្យដាក់មកស្អាតហ្នឹងនេះហើយយើងសេអក្សរអ្នកនរគ្នានេះ
ថាច់គ្នាថាច់អសឲ្យថាច់មកយើងសុំអ៊ីនសុំអោហ្នឹងនេះស៊ីសលើការ design យ៉ាងដែរអ្នកនរគ្នាបាទដូចចង់បានអក្សរពណ៌អីយើងដាក់ color ឃើញ color ពណ៌បាទមកយើងចង់ដាក់ពណ៌អីដាក់តាមចំណង់ចំណូលចិត្តយើងទៅបាទពណ៌លឿងហើយ stock នេះគឺកែមវិញក្រៅបាទកែមវិញក្រៅដាក់ពណ៌ខ្មៅនេះគឺតឡើងបាទឡើងកែមអញ្ចឹងទៅទីសងយើងរៀបចំនឹងអរគ្នាបាទយើងឆ្នៃប្រឌិតតាមជាក់ស្ដែងនឹងអរគ្នាអញ្ចឹងអ្នកនរគ្នាអាចទៅ check មើលទៅតើអ្នកនរគ្នាអាច remove GB នឹងបានអត់អ្នកនរគ្នាបើ remove បានគឺមានន័យថាយើងប្រើអាធម្មតាហើយបាទអញ្ចឹងទៅ download ពី YouTube មកយើងមើលរបៀប download តាម premium អញ្ចឹងអ្នកនរគ្នា download PixArt តាម premium អញ្ចឹងណាបាទហើយប៉ុណ្ណឹងយើងចុចdownload មកអ្នកនរគ្នាបាទយក file G នេះ GPG នេះអាហ្នឹងមិន Facebook YouTube ស្គាល់បាទបើយកកដានោះគឺ YouTube វាអត់ស្គាល់ទេអ្នកនរគ្នាបាទហើយមួយទៀតមកថាឥឡូវយើងចង់បានអីគេចង់បានbackground YouTube វិញឬក៏ Facebook វិញហ្នឹងហើយអញ្ចឹង Facebook វាអាច font យើងអត់ចង់បាន file ហ្នឹងទេយើងយក font មួយទៀតបាទយក background មួយទៀត background YouTube គឺ Facebook គឺគេច្រើនដាក់ចេះបាទទំហំនេះមួយនេះបាទទំហំ 4:5 អ្នកនរគ្នា 4:5 នេះបាទ4:5 ratio នេះហ្នឹងគឺទំហំFacebook វាដាក់ប៉ុណ្ណឹងណាអាហ្នឹងស្អាតបាទផុសក្នុង Facebook គេ recommend ឲ្យដាក់ហ្នឹងទំហំប៉ុណ្ណឹងនេះចឹងប៉ុណ្ណឹង Instagram Facebook អីគឺគេដាក់ចឹងចឹងយើង back មកនេះយើងចេះវិញកញ្ញាហើយថាយើងកាត់លើ YouTube ហើយអីមិញចឹងយើង add មកនេះចុច add photo មកបាទហើយយើងរើសវាមកនេះហើយចុច add លើហ្នឹងហើយយើងសូមវាមកកញ្ញាឃើញទេថិចមកយ៉ាហើយយើង save លើគេ save ទៀតអាហ្នឹងបាននេះបានទុកផុសក្នុង Facebook ហ្នឹងហើយ thumbnail Facebook អូខេអរគុណច្រើនសម្រាប់ការទស្សនាហើយកុំភ្លេចចុច like ចុច share ជួបគ្នានៅវីដេអូក្រោយទៀត